ផ្ដើមបោះបាល់ឲ្យចោលឈ្លានពានទាត់តាំងពីដើមទីព្រោះតែអ្វីគឺដើម្បីបំពេញធាតុផ្សំឲ្យបណ្ដឹងរបស់យើងទៅកាន់ ICJ ដោយបើកទ្វារបង្ហាញនូវទស្សនវិជ្ជាចោលឈ្លានពាននៅឃុំអូ3ជាន់ការពិតភូមិព្រៃច័ន្ទស្ថិតក្នុងដែនរដ្ឋបាលរបស់យើងតាំងពីយូរយារណាស់មកហើយដោយមានទាំងប្រជាជនរស់នៅមានដីស្រែចម្ការប្រកបការដាំដុះនិងមានប៉ុស្តិ៍ទាហានការពារព្រំដែនទៀតផងយើងយកបទឈប់បាញ់ហើយដកថយស្ងាត់ហេតុអ្វីកម្លាំងឈរជើងនៅទីនោះមិនយកទ្រូងច្រានទ្រូងគោរពបទឈប់បាញ់បង្ហាញសកម្មភាពឈរជាជួរស្រាក់ដៃគ្នាផ្លាស់វេនដោយគ្មានអាវុធមិនដេចបានជាដកថយបណ្ដោយឲ្យថៃរីលួសបន្លាទុកប្រជាជនចោលឲ្យធ្វើសកម្មភាពតវ៉ាដើម្បីបង្ហាញអន្តរជាតិបង្ហាញក្រុមអ្នកសង្កេតការណ៍នៃបទឈប់បាញ់ឬថៃកេងចំណេញពីសកម្មភាពតវ៉ារបស់យើងទម្លាក់កម្រិតពីការឈ្លានពានកាន់កាប់ដោយកំរោលមកជាតំបន់ប្រទីងប្រទង់មិនទាន់ដាច់សាច់គ្នាឥឡូវចោលចូលមកហើយថែមទាំងធ្វើផ្លូវសង់សំណង់រឹងមាំហើយមិនដកថយនៅពេលដែលបណ្ដឹងរបស់យើងនៅឯ ICJ មិនទាន់ឆ្លើយតបនឹងត្រូវការពេលវេលាទៅមុខទៀតដូច្នេះចំនួននឹងត្រូវអស់បន្លាយយុទ្ធសាស្ត្រយើងគឺចង់បង្ហាញមុខមាត់អាក្រក់របស់ថៃប៉ុន្តែមានកំហុសត្រង់ចំណុចនៃការដកថយដែលជាការប្រថុយប្រថានដ៏ធំមួយរីឯចៅថៃមិនល្ងងនោះទេវាក៏បើកយុទ្ធនាការបំភាន់អន្តរជាតិធ្វើត្រាំតាមយើងដើរតួជាជនរងគ្រោះធ្វើឲ្យមានអ្នកជឿលើចៅខ្លះជឿលើយើងខ្លះព្រោះតែដើម្បីគោរពបទឈប់បាញ់មិនតបតហើយសត្រូវចូលតុចរចាចែកដីខ្លួនឯងមិនខុសអ្វីពីកាន់នំដុតទាំងមូលទៅដូរនឹងក្របល្ងពី3គ្រាប់នោះឡើយតើយើងយកអ្វីមកគិតថានឹងចំណេញដីថៃប្រើយុទ្ធសាស្ត្រពាក់កណ្ដាលសង្គ្រាមពាក់កណ្ដាលចរចាសង្គ្រាមមិនច្បាស់ជាសង្គ្រាមធ្វើតែការរុករានរំកិលចូលនេះហើយជាមូលហេតុដែលឮតែបទចម្រៀងអត់ធ្មត់សម្រាប់ស្ថានភាពកំដរចៅឈ្លានពានដែលទីបំផុតចៅដឹកនាំស្ថានភាពហើយប្រកាសប្រាប់អន្តរជាតិថានឹងប្រើសិទ្ធិស្របច្បាប់ការពារអធិបតេយ្យភាពស្អីគេនោះរបស់វាទៅវិញរីឯយើងរត់តាមពីក្រោយស្ថានភាពហើយបន្តបាត់បង់បន្តិចម្ដងហុចឱកាសឲ្យចៅឈ្លានពានជាអ្នកបាញ់ផ្តក់ឯយើងជាអ្នកអង្គុយកត់ត្រារាប់រណ្ដៅក្របផ្លោងវក់វីតែនឹងរឿងអ្នកណាបាញ់មុនអ្នកណាបាញ់ក្រោយដែលជារឿងគ្មានបានការខ្មោចដប់អ្វីទាំងអស់